នឹងឯងមុននឹងចូលសាច់រឿងយើងសុំនិយាយកន្លែងនេះបន្តិចទៀតខ្ញុំយកវាមកតាមពីបន្លំរូបដើមមកគេខ្ញុំអត់យកទៅតាមវីដេអូដែលគេចេញមក 2D នៅក្នុង website ឬក៏នៅក្នុង YouTube ទេបាទអរគុណតោះពន្លឺដ៏តូចមួយកំពុងតែរសាត់អណ្ដែតនៅក្នុងលំហអាកាសដ៏ល្វឹងល្វើយពន្លឺនោះសឹងតែមើលមិនឃើញទៅហើយប៉ុន្តែនៅក្នុងពន្លឺដ៏តូចនោះគឺមានបង្កប់នៅមនសិការដឹងខ្លួនមួយពោលគឺមនសិការនៃព្រះឬក៏របស់ព្រះមានវិញ្ញាណព្រះនោះតែប៉ុណ្ណោះដែលអាចដើរហើរពីពេញសកលលោកដែលគ្មានការគំរាមកំហែងនៃការបំផិតបំផ្លាញវិញ្ញាណនេះកំពុងតែស្វែងរកអ្វីមួយយ៉ាងគណៈពេលកំពុងតែធ្វើចលនាយ៉ាងស្ងប់ស្ងាត់គាត់ដូចជាមានអារម្មណ៍នៃការស្រូបទាញនឹងការណែនាំផ្លូវមួយដែលបានលេចឡើងបាត់ទៅវិញនិងលេចឡើងម្ដងទៀតយ៉ាងចម្លែកចាប់តាំងពីភរិយារបស់គាត់លាចាស់លោកនេះទៅមនោសញ្ចេតនានៅក្នុងខ្លួននៃព្រះរបស់គាត់ក៏បានស្រពោនទៅតាមនោះដែរមធ្យោបាយតែមួយគត់សម្រាប់គាត់នៅក្នុងការវិលត្រឡប់មកកាន់ពិភពព្រះវិញគឺគាត់ត្រូវតែចាប់កំណើតសារជាថ្មីនៅក្នុងពិភពលោកមួយនេះគ្មានឱសថណាដែលអាចព្យាបាលការសោកស្ដាយនៅរឿងកន្លងបានឡើយទោះបីជាគាត់គឺជាស្ដេចអាទិទេពក៏ដោយនឹងអាចបង្វិលពេលវេលាថយក្រោយក្នុងរយៈពេលខ្លីក៏គាត់មិនអាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងបានដែរគាត់គ្មានជំរឿសអ្វីក្រៅពីស្វែងរកនាងឡើយទោះបីជាត្រូវបោះបង់ការដោះដាំវិញ្ញាណរាប់ម៉ឺនឆ្នាំក៏ដោយនិងការលះបង់ឋានៈព្រះអាទិទេពក៏ដោយគ្មានអ្វីសំខាន់នោះទេបើសិនជាគ្មាននាងគឺគ្មានអ្វីគ្រប់យ៉ាងសម្រាប់គាត់ឡើយនៅក្នុងសកលលោកមួយនេះបើគ្មាននាងអ្វីគ្រប់យ៉ាងនឹងខ្លាចទៅជាឥតន័យដោយមានចិត្តដ៏មុតមមគាត់បានជ្រើសរើសយកសេចក្តីស្លាប់ដើម្បីទៅជាមួយនាងដោយរក្សាទុកត្រឹមតែជាការចងចាំនៃបំណែកមនោសញ្ចេតនាវិញ្ញាណនៃព្រះដើម្បីបេសកកម្មស្វែងរកភរិយាគាត់ជឿជាក់យ៉ាងមុតមមថាគាត់នឹងរកឃើញពិភពលោកដែលភរិយារបស់គាត់បានទៅចាប់កំណើតជាថ្មីអនុស្សាវរីយ៍ដែលនៅក្នុងអតីតកាលរបស់ពួកគេក៏បានលេចរូបរាងឡើងនៅក្នុងចិត្តរបស់គាត់ចាប់តាំងពីពេលដែលពួកគេជួបគ្នាជាលើកដំបូងរហូតដល់វិនាទីចុងក្រោយដែលនាងបានចាកចេញទៅទោះបីជាឆ្លងកាត់រាប់ម៉ឺនឆ្នាំក៏ដោយក៏ការចងចាំទាំងអស់ជាមួយនឹងនាងដកដូចទើបតែនឹងបានកើតឡើងកាលពីម្សិលមិញសៀវវូសូមរងចាំបងណាបងកំពុងទៅរកអូនហើយទោះបីជាអូនបាត់បង់ការចងចាំរវាងពួកយើងក៏ដោយនៅពេលដែលអូនចាប់កំណើតជាថ្មីក៏បងត្រូវតែស្វែងរកអូនឲ្យឃើញທາງសានរបស់អូនចាប់កំណើតជាថ្មីដើម្បីអូនអញ្ចឹងທາງសានរបស់យើងបានត្រឡប់មកវិញហើយជាមួយនឹងសៀវវូរឿងរបស់ពួកគាត់នឹងបន្តទៅមុខទៀតស៊ីសិនទី5វគ្គទី1នេះចាប់ផ្ដើមតោះសំឡេងយំផ្សាយពន្លឺឡើងនៅក្នុងបន្ទប់ដ៏តូចចង្អៀតលីឡំទៅដោយខ្យល់បោកផងដែរស្ត្រីម្នាក់កំពុងតែអោបកូនតូចរបស់នាងយ៉ាងណែននៅក្នុងរង្វង់ដៃនាងបានប្រើភួយសម្លេងរហែកព្យាយាមអស់ពីសមត្ថភាពដើម្បីការពារទារកពីខ្យល់ត្រជាក់ដែលបានបោកចូលមកតាមប្រហោងទ្វារនិងបង្អួចពន្លឺចង្គៀងប្រេងកាតភ្លឹបផ្លែតស្ទើរតែមិនអាចពន្លឺបន្ទប់ដលខ្មៅងងឹតមួយនេះបានឡើយវាហាក់បីដូចជាអាចរលត់ទៅវិញនៅពេលណាក៏បានທາງសានយំខ្លាំងណាស់ព្យាយាមនិយាយចេញមកក្រៅប៉ុន្តែអ្វីដែលគេអាចធ្វើបានគឺបញ្ចេញត្រឹមតែសម្លេងយំរបស់ទារកប៉ុណ្ណោះគេបានមកដល់ពិភពនេះត្រឹមរយៈពេល2ទៅ3ថ្ងៃត្រឹមតែរយៈពេល3ថ្ងៃក៏ពិតមែនក៏គេមានអារម្មណ៍មិនល្អទុកជាមុន
ថាគ្រោះថ្នាក់ចិត្តមកដល់ហើយក្នុងនាមជាអតីតស្ដេចអាទិទេពគេបានបោះបង់អ្វីគ្រប់យ៉ាងដើម្បីតាមរកភរិយារបស់គេដែលបានចាប់កំណើតជាថ្មីនៅមុនពេលវិញ្ញាណព្រះរបស់គេបានរលាយសាបសូន្យទៅគេមានអារម្មណ៍ពីកម្លាំងទាញមួយដ៏សោយបំផុតដែលនាំផ្លូវគេមកកាន់ពិភពលោកមួយនេះមិនថាពីមុនគេខ្លាំងពូកែយ៉ាងណានោះទេពេលនេះរូបរាងថ្មីរបស់គេគឺត្រឹមតែជាទារកទើបតែនឹងចាប់កំណើតប៉ុណ្ណោះការចងចាំពីជាតិមុនគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់គេទោះបីជាທາງសានខ្លួនឯងធ្លាប់មានអំណាចខ្លាំងក្លាប៉ុណ្ណាក៏ដោយក៏វាមិនអាចផ្លាស់ប្ដូរការពិតបានដែរថាពេលនេះស្ថិតនៅក្នុងរាងកាយរបស់ទារកដ៏ទន់សោយនៅឡើយក្នុងរយៈពេល3ថ្ងៃនេះគេរស់រានមានជីវិតបានដោយសារតែទឹកដោះបន្តិចបន្តួចពីម្ដាយបង្កើតនៅក្នុងពិភពលោកមួយនេះសូម្បីតែភាសានៃពិភពលោកថ្មីនេះក៏គាត់មិនទាន់យល់ផងដែរហើយគាត់ដឹងត្រឹមថាត្រូវការពេលវេលាបន្ថែមដើម្បីស៊ាំនឹងវាគាត់អាចដឹងថាការចាំជាតិថ្មីនៅក្នុងពិភពលោកនេះនឹងពោរពេញទៅដោយភាពលំបាកលើសពីអ្វីដែលគាត់បានប៉ាន់ស្មានយ៉ាងហោចណាស់ការពីជាតិមុនគេបានកើតនៅក្នុងត្រកូលសាជាងដែកឪពុករបស់គេគឺជាជាងដែកដែលមានអំណាចសម្ងាត់ផងដែរហើយທາງសានក៏មានដងពីកំណើតដែលធ្វើឲ្យគេខ្លាចទៅជាអ្នកខ្លាំងបំផុតម្នាក់នៅក្នុងពិភពលោកផ្ទុយទៅវិញអ្វីដែលគេបារម្ភបំផុតនៅពេលនេះគឺជាការរស់រានមានជីវិតបន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយឆ្លងកាត់ចក្រវាឡវិញ្ញាណព្រះរបស់គេបានស៊ូទ្រាំយ៉ាងខ្លាំងដើម្បីរក្សាទម្រង់នៃការចងចាំដ៏សន្ធឹកសន្ធាប់ក្នុងរាងកាយរបស់ទារកបច្ចុប្បន្នគេមានអារម្មណ៍ថាខ្លួនឯងទន់សោយយ៉ាងខ្លាំងនិងគួរឲ្យអាណិតយ៉ាងពន់ពេកនៅក្នុងពិភពលោកថ្មីនេះម្ដាយបង្កើតរបស់គេខ្វះជីវជាតិក៏បានធ្វើឲ្យការចាប់កំណើតថ្មីរបស់ທາງសានខ្វះអាហារឧបត្ថម្ភដូចគ្នាផងដែរសូម្បីតែសម្លេងយំការពីជាតិមុនគេធ្លាប់ធ្វើជាឪពុករបស់គេដូច្នេះគេបានដឹងអំពីភាពខុសគ្នារវាងសម្លេងយំរបស់ទារកដែលមានសុខភាពល្អនិងទារកដែលខ្វះជីវជាតិທາງសានកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ដែលមិនអាចបន្តជីវិតទៀតបានទោះបីជាគេមិនបានរំពឹងខ្ពស់ថានឹងកើតនៅក្នុងត្រកូលគ្រួសារអ្នកមានក៏ដោយប៉ុន្តែគេក៏មិនដែលនឹកស្មានថាខ្លួននៅក្នុងស្ថានភាពដ៏អស់សង្ឃឹមដែលគេកំពុងតែជួបប្រទះនេះផងដែរស្ដេចអាទិទេពម្នាក់ដ៏អស្ចារ្យបានចាប់កំណើតជាតិថ្មីប៉ុន្តែបែរជាចិត្តស្លាប់ទៅវិញតើនេះជាទីបញ្ចប់មែនទេគាត់បានយល់ដឹងពីអ្វីៗនៅជុំវិញខ្លួនរបស់គាត់ត្រឹមរយៈ3ថ្ងៃដ៏ខ្លីនេះភាពភ័យខ្លាចតាក់ទងដល់ផ្ទាល់នៃចំណេះនិងស្ថានភាពដ៏លំបាករបស់គេទោះបីជាທາງសានបានចាប់កំណើតជាថ្មីជាមនុស្សដោយការពីជាតិមុនក៏ដោយប៉ុន្តែគាត់ដឹងច្បាស់ថាមនុស្សដែលនៅក្នុងពិភពលោកនេះស្ថិតនៅក្នុងវណ្ណៈខុសគ្នាបើនិយាយឲ្យចំទៅមនុស្សគឺជាទេសកលនៅក្នុងទឹកដីមួយនេះមែនហើយការពិតដល់អាក្រក់នោះគឺមនុស្សត្រូវបានគេចាត់ទុកគឺជាទេសកលសម្រាប់ពពួកអតិទេពឬក៏ពពួកបិសាចដែលមានអំណាចខ្ពង់ខ្ពស់នៅក្នុងពិភពលោកមួយនេះនេះហើយជាមូលហេតុដែលមនុស្សនៅទីនេះរស់នៅដោយលំបាកវេទនាបំផុត3ថ្ងៃមកហើយដែលທາງសានមិនទាន់បានជួបឪពុករបស់គេនៅក្នុងពិភពលោកថ្មីនេះគេដឹងត្រឹមម្ដាយបង្ការរបស់គេជាអ្នកកំដរតែម្នាក់គត់របស់គេម្ដាយនិងកូនដល់កំសត់នេះរស់នៅដោយសារអាហារដែលមកពីការចែករំលែករបស់មនុស្សដទៃទៀតដែលមកសួរសុខទុក្ខប៉ុណ្ណោះមនុស្សដែលមានចិត្តល្អទាំងនោះក៏មានសម្លៀកបំពាក់រហែករញ៉េរញ៉ៃដូចគ្នាបើមើលទៅតាមទឹកមុខដ៏សោកសៅរបស់អ្នកដែលដើរកាត់ទាំងអស់នេះពួកគេបីដូចជាស៊ាំនឹងការធ្វើបាបអំពីអ្នកដទៃជាប្រចាំទៅហើយទោះបីជាทางសានរក្សាការចងចាំពីជាតិមុននិងមានវិញ្ញាណដ៏ខ្លាំងក្លាក៏ដោយក៏គេនៅតែជួបបញ្ហាប្រឈមមុខនៅក្នុងពិភពលោកនេះគេមិនទាន់បានរៀនភាសានៃពិភពលោកនេះនៅឡើយទេមូលហេតុចម្បងគឺដោយសារតែមនុស្សដែលនៅក្នុងពិភពលោកនេះគឺមិនសូវនិយាយអ្វីរកគ្នាឡើយហើយនៅពេលដែលពួកគេនិយាយត្រឹមតែមួយម៉ាត់ប៉ុណ្ណោះតើជីវិតដ៏ខ្លីរបស់ខ្ញុំចិត្តមកដល់ទីបញ្ចប់ហើយមែនទេทางសានគិតរួចក៏ញញឹមទាំងជូរចត់ដោយមិនអាចគ្រប់គ្រងខ្លួនឯងបានគេក៏យំសឹបសួលបន្តិចសៀវវូបើអូនបានឮបងនិយាយនៅក្នុងពិភពលោកមួយនេះសូមអូនប្រោះព្រំដល់បងជាស្វាមីរបស់អូនផងសូមឲ្យបងមានសមត្ថភាព
ដែលអាចរស់រានមានជីវិតបន្តទៀតបានបើមិនដូច្នេះទេពួកយើងនឹងមិនអាចទៅជួបជុំគ្នាវិញបានឡើយភាពទន់ខ្សោយនៃរាងកាយដែលធ្វើឲ្យគេលង់លូកនៅក្នុងដំណេកយ៉ាងជ្រៅក្នុងស្ថានភាពដ៏វង្វេងវង្វាន់មួយនេះពេលវេលាមួយខែបានកន្លងផុតទៅគេដឹងពីស្ថានភាពរាងកាយនិងបានដឹងពីបេះដូងដ៏ទន់ខ្សោយរបស់គេកំពុងតែខំប្រឹងអស់ពីសមត្ថភាពដើម្បីរស់ចិត្តមួយខែទៅហើយប៉ុន្តែគេនៅមានទម្ងន់ 2.2 គីឡូក្រាមប៉ុណ្ណោះបើធៀបជាមួយនឹងជាតិមុនគេមិនទាន់បានពាក់កណ្ដាលនៃទម្ងន់របស់ទារកដែលទើបនឹងចាប់កំណើតមកផងក្រាំងទ្វារដ៏ទ្រុឌទ្រោមបានបើកចេញមកយ៉ាងខ្លាំងសំឡេងទ្វារបានបោកនោះគឺជាសំឡេងដ៏ខ្លាំងបំផុតគេបានខំប្រឹងបើកភ្នែកទៅមើលកន្លែងដែលពិភពសំឡេងនោះបានបង្កបុគ្គលដែលទើបតែដើរចូលមកនៅក្នុងបន្ទប់ដែលមានរូបរាងធំមហិមាខាងសានសម្លឹងទៅមើលទាំងភាំងមិនដឹងថាជាសត្វអ្វីនោះឡើយតែវាប្រកាសជាមិនមែនជាមនុស្សឡើយទោះបីជាខាងសានធ្លាប់ឃើញសត្វចម្លែកជាច្រើននៅក្នុងជាតិមុនក៏ដោយប៉ុន្តែសត្វដែលនៅចំពោះមុខគេគឺប្លែកភ្នែកណាស់វាមានកម្ពស់ 2 ម៉ែត្រដងខ្លួនរបស់វាគឺជាមនុស្សប៉ុន្តែក្បាលរបស់វាគឺជាសត្វចចកវាមានចង្កូមលិចចេញមកខាងក្រៅនិងមានក្លិនខ្លួនចម្លែករូបរាងកាយដ៏មាំមួនរបស់វាស្ទើរតែធ្វើឲ្យធ្លុះមាត់ទ្វារដែលពេលដែលគេដើរចូលមកគ្រប់មួយខែហើយប្រគល់មកបិសាចចចកនោះនិយាយដាក់ម្ដាយរបស់ທາງសានឮបែបនេះនាងបានអោបທາງសានយ៉ាងណែនទឹកភ្នែកហូរចេញពីភ្នែកមកយ៉ាងភិតភ័យមួយខែទីបំផុតທາງសានបានចាប់ពាក្យសាមញ្ញបានខ្លះនៅក្នុងភាសានៅក្នុងពិភពលោកមួយនេះអារម្មណ៍ដែលគេមិនច្បាស់លាស់បិសាចនេះហាក់បីដូចជាចង់យកគេទៅណាប៉ុន្តែនៅក្នុងគោលបំណងអ្វីតើយកខ្ញុំទៅធ្វើជាសាច់ស្រស់សម្រាប់ស៊ីមែនទេឥឡូវនេះប្រគល់វាមកបិសាចចចកក្រហមដោយអត់ធ្មត់មិនបានម្ដាយរបស់ທາງសានញ័រយ៉ាងរន្ធត់ដោយក្តីភ័យខ្លាចយ៉ាងខ្លាំងទឹកភ្នែកហូរមិនឈប់បិសាចចចកមិនខ្វល់ខ្វាយអ្វីទាំងអស់វាបានបោះជំហានទៅមុខរួចឆក់យកທາງសានដោយដៃម្ខាងកូនរបស់ខ្ញុំគណៈពេលដែលស្ត្រីនោះយំសោកបោកខ្លួនយ៉ាងខ្លាំងនាងមិនបានព្យាយាមដណ្ដើមកូនមកវិញឡើយនាងបានយកភួយតែមួយគត់ដែលនៅក្នុងបន្ទប់មកគ្របឲ្យทางសានមានអារម្មណ៍ចុកណែននៅក្នុងទ្រូងយ៉ាងខ្លាំងនេះជាលើកទី1ហើយដែលគេមានអារម្មណ៍ឈឺចាប់នៅក្នុងចិត្តនៅក្នុងពិភពលោកថ្មីនេះរំពេចនោះម្ដាយរបស់ทางសានបានដឹងថាទារករបស់នាងបានងាកមករកនាងដោយមិនបានយំទាល់តែសោះទោះស្ថិតនៅក្នុងស្ថានភាពបែបនេះក៏ដោយភ្នែករបស់គេឡើងភ្លឺយ៉ាងចម្លែកធ្វើឲ្យគេមានអារម្មណ៍ភាំងមួយផ្លែតចេញទៅឲ្យឆ្ងាយបិសាចចចកនោះបានរុញនាងយ៉ាងខ្លាំងគណៈពេលនាងដែលបានដួលទៅលើដីពោពេញទៅដោយចម្បាំងทางសានត្រូវបានគេយកទៅពីលើខ្នោះចម្បាំងដ៏តូចមួយនោះមកស្ថិតនៅក្នុងដៃដ៏រឹងមាំរបស់សត្វចម្លែកនៅឯខាងក្រៅផ្ទះทางសានត្រូវបានវាយប្រហារទៅដោយខ្យល់ដ៏ត្រជាក់បិសាចចចកក៏បានយកភួយរហែកនោះមកគ្របពីលើทางសានភាពងងឹតបានគ្របដណ្ដប់យ៉ាងក្រាស់ក្រែងតែវាបានការពារทางសានពីខ្យល់ដ៏ត្រជាក់មួយរយៈទោះបីពិបាកដកដង្ហើមក៏ដោយក៏ทางសាននៅតែអាចទ្រាំទ្របានគេព្យាយាមទប់ចិត្តឲ្យនឹងរួចបួងសួងនៅក្នុងចិត្តថាអ្នកម្ដាយកុំចាក់ចេញពីពិភពលោកមួយនេះអីសូមរស់នៅបន្តចុះបើខ្ញុំនៅមានជីវិតខ្ញុំនឹងតាមរកអ្នកហើយឲ្យអ្នករស់នៅដោយសុខស្រួលសូមរងចាំការវិលត្រឡប់មកវិញរបស់ខ្ញុំឲ្យបានណាបាទអញ្ចឹងមកអរគុណច្រើនទាក់ទងមួយការមកស្ដាប់នៅ channel របស់ខ្ញុំហើយជួយ subscribe ម្នាក់មួយផងហើយបើថារឿងនឹងមានគេចូលចិត្តច្រើនខ្ញុំនឹងសម្រាប់រឿងនងបន្តទៀតប៉ុន្តែបើសិនជាអត់សូវមានទេខ្ញុំនឹងរករឿងណាដែលតំណងឬក៏ចូលចិត្តរឿងណាដែលតំណងខ្ញុំនឹងទៅមើលវាហើយនឹងសម្រាប់អ្នកទាំងអស់គ្នាស្ដាប់